tranh bọc mai dương thì bọc Việt Nam với kimi khăn bọc mai xây kimi thì bọc Việt Nam vô máu lúa đó cứ lúa vậy bọc dương tục bám pi ngay bên ngay rồi xong đam từ niệm pi nhá thao bọc mai của miền đá trong chuối con trâu bọc mai vào bên ta bọc ngon trâu vì kia mà thì tôi chi nã đấy sợ bọc mai thì ជីរណាឬជីស្លឹកវែងឬហៅម្យ៉ាងទៀតថាជីបន្លាជាប្រភេទបន្លែគ្រឿងទេសម្យ៉ាងដែលប្រវត្តិអ្នកភូមិព្រែកតាព្រីងសង្កាត់សិទ្ធិបូក្រុងតាខ្មៅខេត្តកណ្ដាលនិយមដាំដុះច្រើនហើយរដូវកាលនេះជាពេលវេលាដែលជីរណាលក់បានថ្លៃជាងពេលណាទាំងអស់នៃរដូវកាលប្រមូលផលបានថ្លៃក៏ព្រោះតែដីដែលដាំដុះជីនេះនៅតំបន់ខ្លះបានលិចទឹកអស់ដូច្នេះកសិករមានទឹកមាត់លេបហើយតម្លៃជាង 5,000 រៀលនៅក្នុង 1 គីឡូក្រាមកសិករសប្បាយចិត្តនឹងប្រមូលផលណាស់សប្បាយចិត្តមិនយូរប៉ុន្មានទេព្រោះលោកគុំសុភាកសិករដាំជីរណានេះបានលើកឡើងថាតម្លៃនេះនឹងចុះវិញអាចថាមកនៅត្រឹម 1,000 រៀលក៏ថាបាននៅរដូវប្រាំងខាងមុខនេះមកកន្លែងហ្នឹងពេលដីយើងល្អយើងមកបានយូរដែរមួយឆ្នាំអីទៅបានវាខូចបានវារើតាមពីកន្លែងតែនោះលិចទឹកអស់នៅតែមកកន្លែងហ្នឹងទេគេមកយកនៅផ្ទះយើងអត់យកទៅផ្សារផងគេមានម៉ួយគេមកយកទៅផ្ទះបើតម្លៃហ្នឹងគេទួយកបានតែខ្លាចតែទីទៀតវាចុះថោកជាងហ្នឹងទៀតតម្លៃរាល់ថ្ងៃឥឡូវនេះ 5,000 ជាងតែទីទៀតទៅសុំតែនឹងតែ 3,500 ក៏បានដែរទីទៀតតម្លៃថេឲ្យបាន 3,500 គឺអ្នកដាំមានទឹកចិត្តហើយបារម្ភខ្លាចគេនាំចូលមកខែ3ខែ2ហ្នឹងបោគេបោដាំច្រើនវាថោកហើយទៅលើដូចជាអ្នកគាត់អ្នកកាត់ហ្នឹងកម្មករហើយនឹងជីថ្នាំហើយនឹងសាំងប្រេងបូមទឹកសល់បានមកលានជាងហ្នឹងទៅកាន់មួយសាព្រោះថោកស្រួលអត់បានផងហេតុផលដែលបន្លែរបស់កសិករខ្មែរដាំឡើងចុះស្រេចនឹងចិត្តនេះមិនពិបាកយល់ទេនោះគឺដាំបានច្រើនតម្លៃទាបគួបផ្សំនឹងមានបន្លែនាំចូលច្រើនទៀតច្បាស់ណាស់ពេលខ្លះកសិករសុកចិត្តជួចោលឬទុកឲ្យងាប់ចោលដោយមិនប្រមូលផលតែម្ដងរបស់វៀតណាមយកមកលក់អត់គឺលួចរបស់យើងទុកបាន 2 ថ្ងៃ 3 ថ្ងៃអត់ដឹងដែរអាហ្នឹងព្រោះវាឆ្នាំវាខ្លាំងវៀតណាមវាប្រើឆ្នាំខ្លាំងហើយយើងអត់សូវប្រើទេបើប្រើច្រើនយើងមិនចំណេញអស់តែថ្លៃឆ្នាំថ្លៃនេះហ្នឹងថ្លៃជីហ្នឹងបង្កាប់ជួចោលក៏មានទៅពេលថោកទៅហើយណាមួយអត់មានគេទិញទៀតតម្លៃថោកអត់សូវមានអ្នកទិញយើងមិនទុកយូរវាឃើញវែងទៅវាខូចហើយខ្លោចអស់ងាប់អស់ចឹងទៅជួចោលហ្នឹងស៊ីសងលើ3ចំណុចហ្នឹងទី1តម្លៃទី2មេរោគចូលយើងអត់មានថ្នាំទី3ទៅឈ្មោះវាយកតិចទៅយើងទុកយូរទៅវាខូចប្រកបអាជីពដាំជីរណាជាង10ឆ្នាំអ្វីត្បិតតែប្រមូលផលម្ដងមានខាតមានចំណេញក៏ពិតមែនតែកសិកររូបនេះមិនដែលគិតចង់បោះបង់អាជីពនេះនោះទេលោកគ្រាន់តែចង់ឲ្យពលរដ្ឋខ្មែរជួយគាំទ្រផលិតផលបន្លែនៅក្នុងស្រុកឲ្យបានច្រើនតាមដែលអាចធ្វើទៅបានកសិករដាំជីរណាមិនអាចក្លាយជាអ្នកមានដោយឈ្មួញទិញយកទៅលក់បន្តនោះទេតែយ៉ាងហោចណាស់រាល់ពេលប្រមូលផលម្ដងលោកអាចផ្ដល់ឱកាសការងារដល់ស្ត្រីចំណាស់ភាគច្រើននៅក្នុងភូមិរបស់លោកចន្លោះពី7ទៅ10នាក់ដែរនេះជាការរួមចំណែកមួយនៅក្នុងសង្គមរបស់កសិករសុភាក្នុងនាមជាពលរដ្ឋខ្មែរមួយរូបពេលខ្ញុំដាំបានល្អទៅខ្ញុំជួយពួកគាត់ដូចជាគាត់អត់មានការងារធ្វើអញ្ចឹងគាត់មកមានការងារធ្វើអញ្ចឹងខ្ញុំជួយពួកគាត់ឲ្យតែមានគេទិញថ្លៃទិញអីច្រើនដាក់ដាំច្រើនទៅអាចជួយអ្នកក្រីក្រអត់មានអីធ្វើអញ្ចឹងគាត់មកកាត់អីទៅគាត់បានកម្រៃសូមមេត្តាជួយនេះគាំទ្ររបស់ខ្មែរកុំឲ្យតម្លៃថោកសូមតែ 3,500 រហូតក៏បានដែរជាជនបនតែកុំឲ្យយករបស់គេមកលក់ទេតែយករបស់គេមកលក់របស់ខ្មែរយើងនឹងចោតទៀតហើយសូមជំនុំពរដល់ពួកគាត់អញ្ចឹងងាកមកជួយគាំទ្រខ្មែរទៅកសិករដាំបានទាំងអស់ស្អីក៏ដាំបានដែរ